ngày nay nằm ở Moscow cái lại đa lênនៅខាង Irvine City រដ្ឋ California នៅ Orange County ហ្នឹងឯងបងប្អូនចំណាយតិចប៉ុន្តែមានកន្លែងដើរលេងច្រើនខ្លាំងមែនតើនៅហ្នឹងណាសម្បីតែកន្លែងមើល pumpkin អីក៏មានដែរដោយសារតែឥឡូវនេះនៅដល់ការ pumpkin របស់បងប្អូនហ្នឹងឯងនៅខាងអាមេរិកនេះគឺគេហៅ pumpkin patch អញ្ចឹងបងប្អូនអត់ដឹងតលេងណាបងប្អូនអាចមកកន្លែងនេះបានបើថាទេសភាពតាមផ្លូវវិញគឺថាស្អាតខ្លាំងមែនតើបងប្អូនមើលទៅដូចស្រុកស្នេហ៍អញ្ចឹងណាបើតែអត់ទេបងប្អូននៅក្នុងក្រុងហ្នឹងឯងកន្លែងនេះមានឈ្មោះថា Irvine Railroad Park បងប្អូននៅពេលដែលយើងចូលមកដល់ហ្នឹងកន្លែងច្រកចូលហ្នឹងគឺគេយក$5មួយឡានហ្នឹងមកថាបងប្អូនចង់ទៅលេង pumpkin patch មួយក៏ចង់ទៅលេង zoo មួយក៏ចង់ទៅជិះអីលេងតាមទឹកឯងបងប្អូនជិះអាទិភ្លើងជិះអីទេaddress ខ្ញុំដាក់នៅខាងលើហ្នឹងសម្រាប់បងប្អូនដែលគាត់ចង់មកលេងនៅនេះគេបើកថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យបើសិនជាយើងចង់មកលេង pumpkin patch អីហ្នឹងបងប្អូនថ្ងៃច័ន្ទដល់ថ្ងៃសុក្រហ្នឹងដូចគេអត់យកលុយបងប្អូន free មិនតែបើសិនយើងមកថ្ងៃអាទិត្យថ្ងៃសៅរ៍អាទិត្យគឺគេយកលុយមិនថាយើងជិះអីហ្នឹងគឺគេយកលុយទាំងអស់តែគាត់ថានៅនេះធូរថ្លៃបងប្អូនកន្លែងជិះសេះកន្លែងជិះកូនសេះកូនហើយកូនលា ponytail អីក៏មានដែរបងប្អូនមានទាំង tractor មានទាំងជិះអាទិភ្លើងមានជិះអីលេងតាមទឹកអញ្ចឹងណាហើយនៅនេះដែរមានកន្លែងទាំង picnic កន្លែង hiking អីក៏មានទៅគឺមកកញ្ចប់ក្នុងនឹងទាំងអស់តែម្ដងសម្រាប់បងប្អូនដែលគាត់ដែរមកកន្លែងហ្នឹងទេពេលយើងចូលឈប់បង់លុយរួចហើយខាងមុខហ្នឹងយើងជិះចូលមកយើងជ្រៅតិចមកបងប្អូនដូចខ្ញុំបង្ហាញនៅក្នុងវីដេអូអញ្ចឹងមកដល់ខាងមុខនេះទៅមានកន្លែងលេងសារនៅក្នុងនេះគឺវាធំខ្លាំងបងប្អូនណាថ្ងៃនេះពួកខ្ញុំកម្រងមកមើល pumpkin patch មកមើលផ្លែល្ពៅហ្នឹងមិនតែដោយសារតែពួកខ្ញុំអត់ដឹងពួកខ្ញុំអត់បាន book ticket online មុនទេ ticket គេលក់$20សម្រាប់មនុស្សម្នាក់អ្នកកូនក្មេងមួយឆ្នាំចុះក្រោមគេអត់យកលុយទេហើយនៅក្នុងសបុត ticket $20ហ្នឹងបងប្អូនអាចទៅមើល pumpkin ក៏ដូចជាមានរបស់លេងនៅក្នុងហ្នឹងច្រើនណាហើយបូកជាមួយនឹងជីត្រាក់តើជាអាទិភ្លើងហើយនឹងលេងលបែងប្រជាប្រិយនៅក្នុងហ្នឹងបងប្អូននិយាយទៅគឺគេមានកម្មវិធីច្រើននៅខាងក្នុងហ្នឹងប៉ុន្តែដោយសារតែពួកយើងអត់បុកអញ្ចឹងហើយយើងគេអត់លក់សបុតនៅកន្លែងហ្នឹងទេបងប្អូនបើមិនយើងចង់មកយើងត្រូវបុកសបុត ticket មុនហើយសម្រាប់ពួកខ្ញុំអត់បានចូលទៅខាងក្នុងហ្នឹងមែនបងប្អូនប៉ុន្តែយើងមកចាំទៅផ្ទះទេបងប្អូនដោយសារតែនៅក្នុងហ្នឹងកន្លែង pumpkin patch បងប្អូនឃើញ pumpkin patch ជាទីផ្លូវហ្នឹងយើងត្រូវទិញសបុតតែបើយើងអត់បានទិញទេយើងអាចទៅលេងកន្លែងផ្សេងបានដូចជាទៅជិះទូកទឹកក៏ដូចជាទៅជិះកង់ឬមួយក៏ទៅមើល zoo បងប្អូនសួនសត្វហ្នឹងគេយកម្នាក់តែ$2ទេសួនសត្វគេចាំខ្ញុំនាំបងប្អូនទៅមើលសួនសត្វតែសត្វតែខ្ញុំបានទិញសបុតអញ្ចឹងហើយខ្ញុំមើលតែពីក្រៅបងប្អូនបានមើលតែពីក្រៅកន្លែង pumpkin patch គេទេបងប្អូននេះទៅស្ដាយមែនតើហើយកន្លែងជិះ ponytail នេះបងប្អូនមានកូនតូចៗចង់ជិះអីគេយកម្នាក់តែ$8ទេកូនក្មេងតូចៗហើយសម្រាប់អ្នកគាត់ចង់ជិះសេះហ្នឹងសេះធំហ្នឹងគឺគេគិតជាម៉ោង1ម៉ោង$85តែយើងធ្វើបុកមុនមិនតែ ponytail ហ្នឹងពេលយើងមកយើងមិនចាំបុក ticket ទេយើងបង់លុយទៅហ្នឹងក៏យើងជិះបានដែរអញ្ចឹងបញ្ជាក់ម្ដងទៀតសម្រាប់បងប្អូនដែលគាត់ចង់មកលេង pumpkin patch នៅខាងក្នុងហ្នឹងបងប្អូនឃើញគេហុំលបងហ៎បើសិនជាអត់មានសបុតយើងចូលអត់បានទេក្នុងហ្នឹងនេះបុកជាមួយនឹងកម្មវិធីកូនក្មេងច្រើនមែនតើខាងក្នុងមានទាំងចាំពើចាំអីអញ្ចឹងណាមានកូនក្មេងតូចៗចង់មកលេងបងប្អូនទិញសបុតអីហើយបុកអនឡាញមុនណាតែ$20ទេម្នាក់នោះហើយបូករួមទាំងអស់ហ្មងចឹងជិះ tractor ទាំងជិះអាទិភ្លើងបងប្អូនឃើញអាទិភ្លើងគេជិះឆ្មាជុំវិញមើលទាំងអស់ហ្នឹងណា$20ហ្នឹងគឺធូរថ្លៃបងប្អូនស្អីជិះបានច្រើនមុខនៅក្នុងហ្នឹងហើយលេងបានច្រើនទៀតតែពួកខ្ញុំអត់ដឹងហ្មងអញ្ចឹងហើយនេះពួកខ្ញុំអត់បានជិះទេបងប្អូននេះមកនោះកម្រងថាជិះអាទិភ្លើងអីអស់ហ្នឹងឯងមិនតាមែនអត់បានទិញសបុតអញ្ចឹងអត់បានជិះបានតែមកឈរមើលអញ្ចឹងឯងហើយនៅនេះដែរបងប្អូនសួនសត្វគេចូលមើលម្នាក់តែ$2ទេបងប្អូនធូរថ្លៃខ្លាំងមែនតើតិចជូនបងប្អូនទៅមើលកន្លែងសួនសត្វហើយនេះកន្លែងជិះសេះគេបងប្អូននេះពេលយើងចង់មកជិះសេះអីហ្នឹងក៏យើងបុកមុនបាន2-3ថ្ងៃមិនបានជិះសារអីនៅហ្នឹងគឺគេបុកពេញរហូតមកសម្រាប់មនុស្សធំណាហើយឥឡូវនេះពួកខ្ញុំមកដល់កន្លែងគេជិះទូកម៉ូតូទឹកកង់ទឹកឯងបងប្អូននេះយើងធាក់ខ្លួនឯងអញ្ចឹងទៅនេះមកកង់ហ្នឹងគឺកន្លះម៉ោងគេយក$21អញ្ចឹងយើងជិះបាន3នាក់បើយើងចង់ជិះ4នាក់ជិះតែឲ្យយើងជិះគ្រប់ជិះគេអត់កំណត់មនុស្សទេកន្លែងដើរលេងនៅនេះបងប្អូនមិនចាំបាច់តែមកមើល pumpkin patch បងប្អូននិយាយទៅគឺគេបើករាល់ថ្ងៃតែម្ដងអាទិភ្លើងអីហ្នឹងកន្លែងម៉ូតូកន្លែងកង់កន្លែងអីហ្នឹងជិះហ្នឹងដូចខ្ញុំថតបង្ហាញហ្នឹងសម្បីតែកន្លែងសួនសត្វក៏គេបើករាល់ថ្ងៃដែរអញ្ចឹងបងប្អូនដែលគាត់មកដើរលេងនៅខាងរដ្ឋ California អត់ដឹងទៅលេងណាអីចង់ជិះ wagon អីចឹងដូចបងប្អូនឃើញក្នុងវីដេអូអញ្ចឹងបងប្អូនអាចមកកន្លែងហ្នឹងបានគាត់ថានៅនេះខ្ញុំថតដាក់វីដេអូចូលគ្នាសម្រាប់បងប្អូនខ្លះគាត់ចង់មើល pumpkin patch អត់ដឹងទៅមើលណាគាត់អាចមកមើលហ្នឹងទៅហើយដល់ការ pumpkin ចប់ចឹងទៅគឺគេរៀបចំលក្ខណៈបែប Christmas ចឹងទៅគេរៀបចំបែបតាមកម្មវិធីបុណ្យទានមួយៗនៅក្នុងប្រទេសអាមេរិកហ្នឹងណាតែគាត់ថាអាកន្លែងដើរលេងនេះអញ្ចឹងគឺវាមានរាល់ថ្ងៃពេញមួយឆ្នាំហ្មងកន្លែងចឹងហើយកន្លែងជិះកង់គេនេះបងប្អូននេះកង់គេហៅកង់ស្អីនេះយើងធាក់3-4នាក់អញ្ចឹងណាកង់នេះមួយនេះបងប្អូនឃើញយើងជិះបានប្រហែល3-4នាក់អញ្ចឹងទៅមានអាតូចមានអាធំហើយតម្លៃគេបងប្អូនអាចមើលទៅតាមនេះបាននេះតម្លៃគេនេះឃើញមាន$42រហូតដល់$5ទៅតាមតូចធំដែលយើងចង់ជួលជិះហ្នឹងហើយបើសិនជាបងប្អូនគាត់ចង់ជិះកង់ផងចង់ជិះអាកន្លែង
កង់ធាក់ទឹកនឹងផងបងអូនជីកង់មុនចាំតែជីកង់ធាក់ទឹកដោយសារតែបើសិនយើងជីកង់ជួលកង់ជីមុនហើយយើងជួលកង់កន្លែងធាក់ទឹកហ្នឹងគឺគេមានការ discount ក៏លេខមកមើលវីដេអូនេះវិញបងប្អូនឥឡូវនេះពួកខ្ញុំមកដល់កន្លែងសួនសត្វហើយទៅអត់នៅឆ្ងាយពីគ្នាទេនៅក្បែរគ្នាយើងដើរដល់បងប្អូននេះសួនសត្វគេនៅនេះគេយកម្នាក់តែ$2ទេបងប្អូនធូរថ្លៃមែនតើហើយសួនសត្វគេធំហ្មងបងប្អូននេះសម្រាប់អ្នកគាត់ចង់ទៅមើលសួនសត្វនៅខាងរដ្ឋ California បងប្អូននេះចង់ទៅ LA count ចង់ទៅ LA Zoo អីហ្នឹងបងប្អូនមិនទៅក៏បានដែរមកមើលតែនៅហ្នឹងក៏បានដែរមានសួនមានសត្វច្រើនដូចគ្នាអញ្ចឹងណាហើយតម្លៃវាធូរថ្លៃ$2បងប្អូនឃើញទេធូរថ្លៃមែនតើបើសិនជាយើងទៅ LA Zoo នោះតម្លៃវាដូចជា20-30រៀលបងប្អូនម្នាក់ហ្នឹងថ្លៃហើយអត់សូវសម្បូរសត្វមើលតែការខ្ញុំទៅនោះបើប្រៀបធៀបនៅកន្លែងទៅនេះល្អជាងបងប្អូនតម្លៃ$2ល្អជាងមានសត្វច្រើនមើលហើយនៅនេះដែរគឺមានកន្លែងគេលេងច្រើនដូចខ្ញុំបង្ហាញនៅក្នុងវីដេអូអញ្ចឹងបងប្អូនឃើញមានតាំងពីកន្លែងអង្គុយលេងញ៉ាំអីនៅនេះដែរបងប្អូនអត់ចង់ទិញម្ហូបគេទេបងប្អូនអាចយកម្ហូបមកពីផ្ទះបានដាក់ទឹកដាក់អីមកដាក់អីដាក់អីមកអង្គុយដាក់កាតេលដាក់អីក៏បានដែរទៅគឺគេមានឲ្យយើងអង្គុយហ្មងកន្លែងណាគឺគេអត់ហាមឃាត់ទេយកម្ហូបចូលហ្នឹងឲ្យសារតែឥឡូវនេះគេរដូវកាល Halloween អញ្ចឹងហើយនៅតាមកន្លែងមួយនៅក្នុងកន្លែងដើរលេងធំហ្នឹងគឺគេរៀបចំបែប Halloween ដូចបងប្អូនឃើញមិនថាតាមសួនសត្វនិងកន្លែងខាងក្រៅអីទេគឺគេដាក់បែបលក្ខណៈដូច decoration បែប Halloween ទាំងអស់ហ្មងកាលពីមុនមកខ្ញុំអត់ដែរដឹងថានៅនឹងមានសួនសត្វអីអាចដើរមើលអញ្ចឹងបានបងប្អូននៅពេលដែលខ្ញុំចង់ទៅមើលសួនសត្វយកកូនទៅលេងអីហ្នឹងខ្ញុំតែងតែទៅ LA Zoo ឬមួយក៏ San Diego Zoo ហើយបើកឡានទៅឆ្ងាយខ្លាំងបងប្អូនស្ទះផ្លូវក៏ស្ទះហើយថ្លៃក៏ថ្លៃសម្បត្តិតែតាំងពីស្គាល់កន្លែងនេះមកបងប្អូននេះខ្ញុំតែងតែ recommend អ្នកដែលគាត់ចង់មកលេង Zoo លេងអីហ្នឹងបងប្អូនគឺគាត់អាចមកនឹងបានដោយបងប្អូនឃើញទៅសត្វច្រើនប្រភេទខ្ញុំថតអត់អស់ទេបងប្អូននេះទៅថតបានខ្លះទេឲ្យសារតែវីដេអូខ្លះវានៅក្នុងកាមេរ៉ាខ្ញុំអត់បានដកចេញទេនេះខ្ញុំថតកាមេរ៉ាផងក្នុងទូរស័ព្ទផងអញ្ចឹងណាហើយចឹងក៏ខ្ជិលដកចេញពីកាមេរ៉ាដាក់តាវីដេអូនៅក្នុងទូរស័ព្ទហ្នឹងទៅហើយបងប្អូននេះឃើញសត្វស្អីខ្លះទេនេះគេដាក់សត្វទ្រង់ក្នុងអីចឹងទៅហើយមានផែនទីមានអីទៅអត់ខុសគ្នាពីកន្លែងសួនសត្វធំល្បីគេទេគាត់ថានៅនេះវាអត់សូវល្បីបងប្អូននិយាយតែវានៅក្នុងផាកក្នុងអីចឹងណាវាខុសពីកន្លែង LA Zoo ក៏ដូចជានៅ San Diego Zoo អាហ្នឹងវាធំវាធំខ្លាំងជាងនៅនេះបើយើងព្រៀបធៀបវាធំមែនតែគាត់ថាបើថាយើងព្រមតែមកចង់ដើរមើលអីអញ្ចឹងបងប្អូនមកត្រឹមនេះក៏បានដែរតម្លៃវាធូរថ្លៃចង់សេវលុយអីហើយនៅក្នុងនេះដែរបងប្អូននេះសត្វខ្លាលខិនទេបងប្អូននឹងសត្វស្អីទេដូចសត្វខ្លាដែរនេះគឺគេមានអ្នកបកប្រែកាយគេឈោប្រាប់នៅក្នុងនេះបងប្អូនឃើញនេះគេអ្នកធ្វើការហ្នឹងគេប្រាប់ពី history សត្វហ្នឹងអីចឹងទៅហើយយើងឈោមើលខ្ញុំចូលចិត្តសួនសត្វនៅនេះមួយត្រង់ថានៅនេះគេមានបែងចែកលក្ខណៈថាមនុស្សធំហើយនិង Kids Zoo បងប្អូន Kids Zoo នៅក្នុងនឹងដូចគ្នា Kids Zoo ហ្នឹងគឺគេមានដូចជាសត្វប៉ប៉េបងប្អូននេះសត្វប៉េសត្វអីអញ្ចឹងណាឲ្យកូនក្មេងគេចូលទៅស្ទាបទៅបញ្ចុកចំណីបញ្ចុកអីអញ្ចឹងទៅធម្មតានៅក្នុងប្រទេសអាមេរិកនេះទៅពេលដែលយើងចង់ទៅមើលសត្វប៉ប៉េសត្វអីហ្នឹងត្រូវបង់លុយបងប្អូនសម្បត្តិក៏ថ្លៃដែរតែបើសិនយើងចូលមកកន្លែងនេះនាំកូនមកលេងបងប្អូនកូនក្មេងចូលចិត្តហើយដូចថាអញ្ចឹងទៅសេវលុយបានច្រើនជិះទៅវីដេអូខ្ញុំភាគច្រើនខ្ញុំ recommend ដល់កន្លែងណាដែលល្អហើយតម្លៃធូរថ្លៃបងប្អូនខ្ញុំតែងតែប្រាប់នៅក្នុងវីដេអូនេះបងប្អូនខ្លះគាត់នៅនេះគាត់ដឹងហើយកន្លែងខ្លះទៅដើរលេងគឺថាសម្បត្តិ100-200អីក៏មានដែរថ្លៃណាស់អ្នកខ្លះគាត់ចង់សេវលុយគាត់អាចមកតាមវីដេអូខ្ញុំប្រាប់នឹងបានខ្ញុំដាក់ទីតាំងអីនៅក្នុងវីដេអូនឹងឯងឲ្យជូនបងប្អូនដែលគាត់ចង់ដើរលេងសប្បាយកន្លែងស្អាតហើយតម្លៃធូរថ្លៃសម្រាប់បងប្អូនដែលគាត់ចង់មកទៅនៅនេះមកដើរលេងនៅក្នុងហ្នឹងគឺខ្ញុំ recommend ឲ្យគាត់ច្រកបាយច្រកទឹកមកពីផ្ទះបងប្អូនស្អីពេលដែលយើងចង់ទិញអីញ៉ាំនៅក្នុងហ្នឹងតម្លៃរៀងថ្លៃហើយភាគច្រើនគឺមានតែ hamburger ទេបងប្អូនម្ហូបគេទេអត់មានបាយអត់មានអីទេហើយកន្លែងលក់ម្ហូបគេហ្នឹងក៏អត់មានច្រើនដែរមានតិចតួចខ្លាំងមែនតើនៅខាងក្នុងហ្នឹងហើយពិបាកដើររោណាហើយអ្នកគាត់ចង់មកមួយទៀតបងប្អូនពាក់ស្បែកជើងប៉ាត់តាសារនៅហ្នឹងគឺថាដើរច្រើនណាស់បងប្អូនមិនមែនតែត្រឹមកន្លែងសួនសត្វទេកន្លែងផំកិនក៏ដូចជាកន្លែងជីកង់ជីកង់ទឹកអីហ្នឹងក៏សិតតែដើរដែរបងប្អូនពីមួយកន្លែងទៅមួយកន្លែងគឺថាដើរច្រើនហ្មងណាបញ្ជាក់ម្ដងទៀតសម្រាប់បងប្អូនដែលគាត់គ្រាន់តែចង់មកលេងសួនសត្វហ្នឹងទេបងប្អូនអាចមកបានបងប្អូនមិនបុក ticket online អីទេសម្រាប់អ្នកបុក ticket online ហ្នឹងគឺសម្រាប់អ្នកដែលគាត់ចង់ទៅមើល pumpkin patch តែប៉ុណ្្នឹងឯងតែគ្រាន់មកមើលសួនសត្វមកអីហ្នឹងគឺបងប្អូនបង់កន្លែងចតឡាននៅមុខច្រកចូលហ្នឹងក៏យកមកឡាន5រៀលបើយើងមានគ្នាច្រើនយើងជិះអាឡានធំមកចំណេញកន្លែង parking ហើយ parking គេគឺថាធំមកយើងចតនៅកន្លែងតារាក៏បានយើងចង់ដើរមើលអីក៏ដើរមើលទៅហើយកន្លែងសួនសត្វនេះដែរគឺគេបើករាល់ថ្ងៃបងប្អូននៅហ្នឹងណាហើយព័ត៌មានលម្អិតបងប្អូនអាច search Google មើលបានបងប្អូនដាក់តា OC ស៊ូទៅគឺវាចេញហើយបងប្អូនហើយឥឡូវនេះពួកខ្ញុំដើរមកខាងក្រោយនេះបងប្អូននៅក្នុងសួនសត្វឡើយណាអត់ទាន់ចេញពីខាងសួនសត្វហ្នឹងទេបងប្អូននេះកន្លែង Kids Zoo គេហ្នឹងបងប្អូននេះគឺកន្លែងគេឲ្យចំណីសត្វប៉ប៉េសត្វអីហ្នឹងណាសម្រាប់ក្មេងៗដែលគាត់
trong ao cho này sạch trong ấy ông bố này nuông quạt màu mình nâng Americ như cái ta trôi chật nè ông bố này nên ní cái free mà hộp ao dương tiệt ông bố này dương tinh bột đó á dương sống cái tới cái ao dương ở ao cho này sạch ông bố này free mà chăm tình hay sạch và pe sạch ấy đi ông bố này sạch pe tới ông bố này chặt nè cái tới cứ rốt pin năng mong sờ bố đó cái khơi dương chẳng cái rốt màu ấy cái đồ miền trên này miền ấy năng năng ní đá bà sinh dương ao trên này sạch ao ấy hao ấy mà chăm pay ông bố cứ cái miền cả lại liền này mũi sờ bù miền sinh ấy là các bạn này cứ ăn bà rồi tới số một tên chỉ tới cái phơi lại convenient mong á năng á sập mấy cái đôi chim mình thông như ta cứ lôi khang mình tờ một bộ nhưng mà đã khơi lại dù na đang không một tham để thu thay đó thằng nạn đang hái miên sẵn mơ trà này hay là ní bây giờ mà đo cái lại mùi từ đồng bộ này cái lại ní cứ cái lại cái tiệm sạch á đồng bộ cái cái hai ở phạt thinh trái đồng bộ này phạt nó nó tiệm ai lên này đồng bộ đấy cái miền sập cái đang ao dương bẹt đai dương tới tiệm mọi dương phạt ấy toàn lại cái nhá cứ free thằng nó kháng không nằng chứng tinh cho sự bật trâu máu cứ lấy không nằng free đồng bộ cái nhá này cái đã sao là pe đào pe nhân chẳng tới hay với cái ao dương đào pa đá tiệm chẳng tới mấy giọng này cứ tha trôi chân nào đồng bộ này tới bà chân dương nơi sọc máy khơi cô khơi ấy cứ dùm sơ đá thọ đá ấy thì đá mấy giọng này cứ ở ngay ban khơi thì đồng bộ yu tới cái ban khơi đâu như tới cái bài chật đó đồng bộ nè hay sạt nắng cứ tha slow đồng bộ sạt pe nắng khơi nhá con mấy cái tha rốt đánh pin năng ai hay sạt năng cái đám này rốt pa pin năng hay đa mơ tại này cứ cái miếng trong kem mùi đồng bộ này trôi tới cứ cái miếng bọc lực ấy trôi chăm bạc thì là bong ấy dương trôi đồng bộ nằng nắng á vì mình mới trôi cái chỉ mùi năng cái lại đa mơ xây tiệt tì cái khăn ta còn tha bên đây không cái lại du năng tầm mùiให้บางคนเคยกันหลายแตงนั่งไงบางคนนี่เหมือนแตงไอ้นะบางคนคือกันหลายกิจสัตว์ปูของบางคนในครองนั่งหนูเคยเนี้ยคือสัตว์ปูโคปลาไอ้นั่นคือในครองนั่งต่างอ่อนไอ้กิจจีกระเจาะอย่างนั้นคือสวัสดิภาพต่างอ่อนของบางคนซูเกนี่ยังบางคนเมื่อปีมุกตาคือโดยตัวอย่างมันตาไปยังโจเราขังครองบางคนก็จะทอมาดามาฮาร์ดได้บางคนนี่ให้สบางคนนักวัดจังชี้หัดเตี้ยเพลิงจังไอ้ยังบางคนจับห้องลงวินคือกิลุสบดทอมาดามัดบอกออนไลน์เตะก่อนทานเลยนั่นคือกิริบจำจีกระจำจังนั้นมาไพ่ดอลลาร์นั่นคือกิจมวยนังพัมกันไอ้จังตาเตี้ยเพลิงไอ้นังแต่จับการวิธีเกโดยตัดคราวไอ้นั่งáคือเกเรใหญ่บางคนเกเรลวกจะจับเกลวกเรียวิ่งพอยุ่มกลับมาเป็นมันมาดองได้ให้ไปโตนี่ได้คือยุ่มทอดการเปียดตัดมนของบางคนยุ่มเติมแต่เมียนไปการเต็มบางคนสับบางคนกวาดจังมาเลยพัมกันไผ่นั่นคือดอลไซด์ตัดนี่เตี้ยบางคนไอ้มาบ้านแล้วหดดอลไอ้คายนั่งบางคนไอ้คายดับนะโจคายมวยก่อนเลยแต่เมียนได้ตัวหัวเปรย์ให้ไปโตใจเลยบางยมเหมือนนั่นคือเมียนแต่ปัญหาเอาคนใช้มันแต่สับการตามด้านสับบางคนตัวบ้าน subscribe ช่อง YouTube ยุ่มแต่ก็พย subscribe หน่อยเพราะนั่นทำให้บ้านมือไปโตทำไมติดปีการในขนมปัตตานีอันไว้ก็โดยจิกไหลนาเลยยำไอ้เอาคนใช้เหมือนแต่บายจุดนี้ชุบเครื่องในขนมปัตตานีกราวเตี้ยให้สับอัตราของพ่อยมหน้าในทางเดินของ complex screenshot นะสับหน้ากวาดจังมาเล่น